ស្ត្រីខាងលើនេះមានឈ្មោះថា Deborah Green គឺជាជនជាតិអាមេរិកគាត់គឺជាគ្រូពេទ្យជំនាញនិងពូកែម្នាក់ប៉ុន្តែគាត់ធ្លាប់បានបំពុលប្តីគាត់ដល់ទៅ3ដងផ្សេងគ្នានិងបានដុតសម្លាប់កូនរបស់ខ្លួនឯងទាំងរស់ទៀតផងអ្នកទាំងអស់គ្នាឆ្ងល់អត់ថារឿងមួយហ្នឹងវាកើតឡើងយ៉ាងម៉េចទៅហេតុអ្វីក៏ជាករណីឃាតកម្មយ៉ាងឃោរឃៅខ្លាំងម៉េចឥឡូវយើងមកស្ដាប់ទាំងអស់គ្នា Deborah គឺជាវិជ្ជបណ្ឌិតវិទ្យាសាស្ត្រដែលមានទេពកោសល្យនិង IQ ខ្ពស់ម្នាក់ដោយសារតែគាត់ស្គាល់ច្បាស់ពីខាងពពួកថ្នាំគាត់បានរៀបគម្រោងបំពុលប្តីគាត់ដោយបានបាញ់ថ្នាំបំពុលម្យ៉ាងចូលតាមគ្រប់បន្ទប់ដែលនៅក្នុងផ្ទះរបស់គាត់ហើយគាត់ក៏បានរៀបចំយ៉ាងច្បាស់លាស់ដោយមិនឲ្យមាននរណាគេម្នាក់អាចចេញផុតពីផ្ទះនេះបានឡើយសូម្បីតែកូនគាត់ប្តីរបស់គាត់មានឈ្មោះថា Michael ហើយគាត់ទាំងពីរសុទ្ធសឹងតែជាគ្រូពេទ្យដ៏ពូកែគាត់ទាំងពីរបានស្រឡាញ់គ្នាកំឡុងពេលសិក្សាក្រោយមកក៏បានរៀបការជាមួយគ្នាហើយរស់នៅក្នុងទីក្រុង Kansas មនុស្សគ្រប់គ្នាបានមើលឃើញថាគ្រួសាររបស់គាត់ពិតជាមានសុភមង្គលហើយស្រឡាញ់គ្នាណាស់ហើយមានកូនស្អាតចំនួន3នាក់ទៀតផងរស់នៅយ៉ាងមានសុភមង្គលហើយគាត់មានមុខរបរជោគជ័យទាំង2នាក់ទៀតព្រោះអីគាត់គឺជាវិជ្ជបណ្ឌិតទាំង2នាក់តែក្រោយមកប្តីរបស់គាត់ត្រូវទៅបំពេញភារកិច្ចនៅឯទីក្រុងមួយទៀតបន្ទាប់ពីត្រឡប់មកវិញប្តីគាត់ស្រាប់តែបាននាំសង្សារម្នាក់មកវិញថែមទាំងបានរើអីវ៉ាន់ទៅនៅក្រៅជាមួយនឹងនារីម្នាក់នឹងទៀតផងរឿងនេះបានធ្វើឲ្យ Deborah ឈឺជប់ចាប់ជាខ្លាំងប៉ុន្តែគាត់មិនបានមុតកអ្វីនោះទេទុកចិត្តបន្ទាបខ្លួននៅបម្រើប្តីរបស់ខ្លួនឯងទោះបីជាប្តីរបស់ខ្លួនមានស្រីផ្សេងក៏ដោយប៉ុន្តែរយៈពេលប្រហែលខែក្រោយមក Michael ចាប់ផ្ដើមធ្លាក់ខ្លួនឈឺធ្ងន់អាការៈដំបូងចាប់ផ្ដើមក្អួតចង្អោរជាខ្លាំងពាក្យខ្លាំងនិងគ្រុនរងាទៀតរហូតដល់ចូលមន្ទីរពេទ្យហើយគាត់ធ្លាក់ខ្លួននៅសល់ត្រឹមតែ56គីឡូតែប៉ុណ្ណោះហើយកំឡុងពេលដែល Michael នៅក្នុងមន្ទីរពេទ្យគេបានរកឃើញថាគាត់បានពុលចំណីប៉ុន្តែមិនមែនមកពីអាហារនោះទេគឺមកពីមានថ្នាំបំពុលម្យ៉ាងដែលគេបានដាក់ចូលទៅក្នុងអាហាររបស់គាត់ហើយថ្នាំបំពុលនោះគឺជាថ្នាំពុលមួយក្នុងចំណោមថ្នាំពុលដ៏សាហាវបំផុតនៅលើផែនដីដែលរត់ចូលទៅក្នុងចរន្តឈាមមនុស្សបានយ៉ាងលឿននិងធ្វើឲ្យមនុស្សស្លាប់លឿនដូចគ្នាពេលដែល Michael លឺហើយចាប់ផ្ដើមមានការសង្ស័យព្រោះអ្នករៀបចំអាហារឲ្យគាត់ញ៉ាំគឺមានតែប្រពន្ធរបស់គាត់ទេទៀត Michael ក៏បានរកឃើញថ្នាំបំពុលមួយនោះនៅក្នុងហោប៉ៅរបស់ប្រពន្ធគាត់អស់សង្ឃឹមជាខ្លាំងហើយគាត់ក៏បានឃើញ receipt ដែលប្រពន្ធរបស់គាត់ទិញថ្នាំបំពុលហ្នឹងមុនថ្ងៃដែលគាត់ធ្លាក់ខ្លួនឈឺដូចគ្នាតែភ្លាមៗនោះ Michael បានទេទៅ Deborah ជាច្រើនដងតែនាងមិនបានទទួលទូរស័ព្ទនោះទេមួយម៉ោងក្រោយមក Michael ក៏ទទួលបានដំណឹងថាផ្ទះគាត់ត្រូវបានភ្លើងឆេះយ៉ាងសន្ធោសន្ធៅក្នុងព័ត៌មាននោះអ្នកបណ្ឌិតអគ្គិភ័យក៏បាននិយាយទៀតដែរថាគឺជាអគ្គិភ័យមួយដែលពួកគាត់មិនដែលឃើញពីមុនមកនោះទេព្រោះវាដុតបំផ្លាញពីកន្លែងមួយទៅកន្លែងមួយយ៉ាងឆាប់រហ័សហើយកូនរបស់គាត់ពីរនាក់ក៏ត្រូវបានឆេះស្លាប់ក្នុងនោះដូចគ្នាកូនស្រីរបស់គាត់ Kelly អាយុ6ឆ្នាំស្លាប់ដោយសារតែហិតផ្សែងឆេះនៅក្នុងនឹងខ្លាំងពេកក៏បានដេកស្លាប់នៅលើគ្រែរបស់ខ្លួននិងកូនប្រុសរបស់គាត់ Tim ត្រូវបានភ្លើងឆេះខ្លោចស្លាប់យ៉ាងអណោចអធមដោយសារតែពេលនោះ Tim បានស្ដាប់បង្គាប់ម្ដាយគាត់ម៉ាក់គាត់បានប្រាប់គាត់ថាឲ្យគាត់នៅក្នុងបន្ទប់ជាមួយប្អូនស្រីនៅហ្នឹងហើយចាំអ្នកបណ្ឌិតអគ្គិភ័យមកចាំដើរចេញទៅនិយាយប៉ុណ្ណឹងរួចម្ដាយរបស់គាត់ក៏បានរត់ចេញទៅក្រៅតាមទ្វារបន្ទប់របស់គាត់និងផ្លោះរបងតាមផ្ទះអ្នកជិតខាងចំណែកឯកូនស្រីរបស់គាត់ម្នាក់ទៀត Jennifer អាយុ10ឆ្នាំបានរស់រានមានជីវិតព្រោះនាងមិនបានស្ដាប់ម៉ាក់របស់នាងនោះទេនាងបានហក់ចេញតាមមាត់បង្អួចក្នុងបន្ទប់របស់នាងតែគួរអាណិតខ្លាំងបំផុតគឺ Kelly ជាមួយនឹង Tim អីពីអ្នកបងប្អូនជឿជាក់ទៅលើម្ដាយនិងទុកចិត្តម្ដាយថាម៉ែប្រាប់អញ្ចឹងហើយព្រោះគាត់ជាម៉ែយើងមិនដែលថាម៉ែទុកឲ្យកូនស្លាប់ទេតែម៉ែនេះអ្នកដុតផ្ទះហ្នឹងឲ្យមានបំណងចង់សម្លាប់កូននឹងតែម្ដងអូយអ្នកទាំងអស់គ្នាខ្ញុំសម្រាប់រឿងនេះឲ្យខ្ញុំមានអារម្មណ៍ថាអាណាធមខ្លាំងវីដេអូមុនក៏អញ្ចឹងវីដេអូមុនឪសម្លាប់កូនវីដេអូក្រោយម៉ែសម្លាប់កូននេះសិតតែម្ដាយហើយឪពុកឲ្យបង្កើតកូនមកដល់ឈាមខ្លួនឯងហ៊ានលើកដៃសម្លាប់កូនខ្លួនឯងសំខាន់ណាស់ទាំងពីរវីដេអូហ្នឹងកូនសិតតែនៅតូចទៀតហើយបន្ទាប់ពីស៊ើបអង្កេតគេបានរកឃើញផុសតាំងជាច្រើនពីការដុតផ្ទះមួយនោះណែមីយពេ Deborah ហ្នឹងឯងខ្ជូសាហាវខ្លាំងហ្មងប្រកបខ្ជុំជុំវិញផ្ទះហើយយកវត្ថុធាតុរាវម្យ៉ាងដែលធ្វើឲ្យភ្លើងស្រូបឆេះនិងដុតបំផ្លាញយ៉ាងលឿនគម្រោងយ៉ាងស្អាតដើម្បីសម្រាប់គ្រួសាររបស់ខ្លួនត្រឹមតែមួយប្រព្រឹត្តភ្នែកមិនត្រឹមតែប៉ុណ្ណឹងនោះទេរៀបចំបិទគ្រប់ច្រកកុំឲ្យកូនរបស់គាត់ហ្នឹងហៅឆ្លក់ចេញពីភ្លើងឆេះនឹងបានទៀតអើយអ្នកទាំងអស់គ្នាមិននឹងជេរនិយាយនឹងមិនឲ្យសមឯងខ្ញុំនិយាយមែនហ្មងកូនបង្កើតខ្លួនឯងបង្កើតមកអស់ឈាមទាំងថ្លុកដោយសារតែខ្លួនឯងខឹងប្តីខ្លួនឯងមានស្រីសម្រាប់ដោយទាំងកូនខ្លួនឯងចោលទៀតអើយខ្ញុំសម្រាប់រឿងនេះឲ្យគឺខ្ញុំខ្លាចចិត្តខ្លាំងមែនតើបន្ទាប់ពី FBI បានធ្វើការស៊ើបអង្កេតហើយបានចោទប្រកាន់គាត់ពីបទបំពុលប្តីនិងដុតសម្លាប់កូនរបស់ខ្លួនរហូតដល់តែ2ដងសំខាន់ណាស់គាត់អត់ទទួលស្គាល់ទេថាគាត់បានសាងរឿងទាំងអស់ហ្នឹងឡើងយពេនេះឲ្យសាហាវអ្នកគ្នាអាងខ្លួនឯងបកកែឆ្លាត IQ ខ្ពស់រៀបចំគម្រោងសម្លាប់មនុស្សដោយបកជ័យចឹងតែយ៉ាងណាក៏ដោយគិតអត់ផុតពីសំណាញ់ច្បាប់ទេគាត់ត្រូវបានគេកាត់ទោសជាប់គុក40ឆ្នាំដល់ទៅ2ដងអញ្ចឹងវាស្មើនឹង80ឆ្នាំដែលសឹងតែមិនអាចចេញមកវិញបានខ្ញុំឆ្ងល់មែនតើមិនព្រមកាត់ទុកប្រហារជីវិតវាហ្មងទៅបើវាសម្លាប់មនុស្សហ្នឹងចាំបាច់ឲ្យវាជាប់ឃុំធ្វើអីឃើញអត់បងប្អូនអរគ្នាពីមនុស្សស្រីម្នាក់ដែលស្អាតឆ្លាតបកកែជាគូពេទ្យដែលជួយជីវិតមនុស្សរាប់រយពាន់នាក់រៀនចប់បញ្ញាបត្រត្រឹមត្រូវបែរជាយកចំណេះដឹងទាំងអស់ហ្នឹងមកបំផ្លាញខ្លួនឯងទៅវិញដោយសារតែមនុស្សប្រុសម្នាក់នេះមែនណាមនុស្សពិតជាខុសខើខ្ញុំមិនដែលឃើញទេនេះម៉ែខ្លួនឯងបង្កើតកូនខ្លួនឯងចេញមកឈាមខ្លួនឯងអស់ទាំងថ្លុកហ៊ានដុតសម្លាប់កូនខ្លួនឯងឆៅអញ្ចឹងឲ្យ